នៅទីបំផុតចូលរួមអបអរសាទរទៅកាន់ពូម៉ៅដែលរៀបការភរិយាថ្មីថែមទាំងមានសម្រស់ស្រស់ស្អាតនិងបានប្រារព្ធពិធីមង្គលការតាមប្រពៃណីខ្មែរយ៉ាងសមរម្យហើយក៏មានបងប្អូនយើងមួយចំនួនចូលទៅខមមិនរីករាយជាមួយនឹងការភ្ជាប់ពាក្យរបស់ពូម៉ៅផងដែរក៏ប៉ុន្តែក្រោយបានបង្ហោះត្រឹមតែ2ម៉ោងយើងឃើញថាអ្នកស្រីត្រីដាណាហាក់មិនមានការពេញចិត្តនៅការបង្ហោះសារដែលភ្ជាប់ជាមួយនឹងពាក្យថាអតីតស្វាមីត្រីដាណាដោយអ្នកសារព័ត៌មានយើងមួយចំនួនបានបង្ហោះសារបែបហ្នឹងណាដែលធ្វើឲ្យអ្នកស្រីត្រីដាណាគឺមានការមិនពេញចិត្តយ៉ាងខ្លាំងអ្នកស្រីត្រីដាណាងឿនឆ្ងល់ថាគ្រាន់តែអតីតស្វាមីពូម៉ៅភ្ជាប់ពាក្យរៀបការជាមួយនឹងស្រីថ្មីរឿងអីត្រូវភ្ជាប់ឈ្មោះខ្លួនចូលដែរអ្នកជំនួយអនឡាញដ៏ល្បីឈ្មោះលោកស្រីត្រីដាណាបានបង្ហាញការងឿនឆ្ងល់យ៉ាងខ្លាំងគ្រាន់តែអតីតស្វាមីពូម៉ៅភ្ជាប់ពាក្យត្រៀមរៀបការជាមួយនារីផ្សេងរឿងអីចាំបាច់ភ្ជាប់ឈ្មោះលោកស្រីទៅជាមួយអ្នកជំនួយអនឡាញល្បីឈ្មោះរូបនេះបានបញ្ជាក់ថាឆ្ងល់មិនបានចូលចិត្តភ្ជាប់ពាក្យខ្ញុំម្លេះម្ដេចបើឲ្យដាក់ឈ្មោះខ្ញុំអត់ល្បីមែនអត់មានអ្នកចូលមើលទេឬការបញ្ជាក់នេះក្រោយពីមានការចុះផ្សាយនៅលើបណ្ដាញសង្គមថាអតីតស្វាមីលោកស្រីត្រីដាណាបានរៀបការនៅភរិយាថ្មីដែលមានសម្រស់ស្រស់ស្អាតនិងបានប្រារព្ធពិធីមង្គលការតាមបែបប្រពៃណីយ៉ាងសាមញ្ញមួយសូមបញ្ជាក់ថាលោកស្រីត្រីដាណានិងអតីតស្វាមីពូម៉ៅបានចែកផ្លូវគ្នាជាច្រើនឆ្នាំមកហើយមុននឹងពួកគេ